សួរថាឥឡូវ SOP យើងមានហេតុអីក៏ប្រធានមន្ត្រីដែនដីទាំងអស់នេះមិនមានលទ្ធភាពក្នុងការបញ្ជូនឯកសារពន្ធសូត្រនេះទៅសាខាពន្ធដារអានេះគឺជាចំណុចសំខាន់ដែលត្រូវសុំការសម្រេចយើងឃើញថាបើយើងកូពីតែឯកសារឲ្យផ្ញើទៅយើងនិយាយថាហាក់បីដូចជាស្រួលអញ្ចឹងអ្វីដែលយើងកំពុងតែពិបាកទាំងអស់គ្នាគឺបញ្ហាធ្វើសលកបាត់ក្បាលដីសរុបមកគឺថាដំណាក់កាលទី1នេះដើម្បីជំនះរឿងនេះអស់សូមខាងពន្ធដារកុំទាយកសលកបាត់ក្បាលដីពីរដ្ឋបាលសូដីដំបូងគឺសូមធ្វើតែ check list មានឈ្មោះមានប្រវត្តិហើយនឹងមានកអតនេហើយនៅក្នុង check list បាននីមួយហ្នឹងយើងធ្វើទៅហើយយើងឲ្យនិយាមការទៅគាត់ទៅហើយខ្ញុំគិតថាពន្ធដារពេលមានឈ្មោះកម្មសិទ្ធិករមាននិយាមការសូមឲ្យពន្ធដារវាយចូលនៅក្នុង system ទៅប៉ុន្តែលក្ខខណ្ឌដែលបានលើកនៅក្នុង SOP ទាំងអស់នេះមិនមែនយើងបោះចោលទេដូចជាពន្ធសូន្យក្នុងរង្វង់ជាតិប្រធានកម្មលើកទី1គឺយើងនៅតែរក្សាដដែលនៅពេលដែលបានកម្មសិទ្ធិហ្នឹងចាប់ដើមផ្ទេចុះជីបន្តផ្ទេទៅអ្នកក្រោយចាំមានលក្ខខណ្ឌដូច SOP ដែលមានអាហ្នឹងបានជំរះរឿងនឹងដាច់តែអញ្ចឹងជំរះអត់ដាច់ទេបាទករណីនេះគឺយើងនិយាយថាបើយើងទៅធ្វើសាលាកបាត់នេះដែលតាមដែលបងវណ្ណាគាត់លើកឡើងហ្នឹងគឺវាពិបាកហើយដោយសារតែអានេះបងវណ្ណាក៏អត់បានបញ្ជាក់ថាកាលពីមុននៅធ្វើដែលប្លង់ដីមួយចុះទៅវាស់ហ្នឹងការពិតគាត់ទៅធ្វើនេះហើយអញ្ចឹងមានន័យថាអ្វីដែលនៅសល់750000ហ្នឹងគឺមានតែ AFI Orane ទេអញ្ចឹងមានន័យថាមានយើងចុចទៅក៏ចំតែទីដីនឹងមួយនេះវាអត់មានចង់និយាយថាវាអត់មានគ្រប់អានេះតាមដែលបងវណ្ណាគាត់លើកនឹងអញ្ចឹងមានន័យថាអានេះបើយើងត្រឡប់ទៅគឺត្រូវធ្វើថយក្រោយវិញត្រូវធ្វើថយក្រោយបាទអញ្ចឹងខាងបងត្រូវទទួលស្គាល់ថាអ្វីដែលវាហួសទៅហើយគឺពីមុនយើងអត់បានគិតអស់គ្រប់ជ្រុងជ្រោយនេះបើយើងនិយាយបាទឥឡូវអានេះបើជាខ្ញុំគិតអាដាមរដ្ឋត្រីភូយើងសុំគោលការណ៍ទៅអាដាមឧបៈរញ្ញធុឬមួយអាដាមឧបៈទៅថាឥឡូវដើម្បីបើចំណាយពេលវេលាទៅធ្វើសាលាកបាត់នេះខាងគាត់ខាងហ្វូដីគាត់ត្រូវចំណាយមនុស្សទៅចំណាយអី750000ហ្នឹងគឺអាចនេះហើយនៅពេលនេះអាឯកសារនេះគឺអត់បាត់បង់ទេពេលដែលយើងបញ្ចូលទិន្នន័យនៅក្នុងខណ្ឌកិច្ចយុដ្ឋានពន្ធដារទៅគឺចង់និយាយថាយើងមាន AFI Orane ហើយអញ្ចឹងចុចទៅគាត់ថាទីតាំងដីកន្លះហត្តាហ្នឹងវាមិនមែនទៅចំគាត់ទៅដល់ទៅចំអាដីហ្នឹងហើយគាត់ថាវាប៉ះចំអាដីគេខ្លះទៅអីវាមិន100%ទេតែបើយើងមានសាលាកបាត់យើងទៅដល់មានន័យថាវាគ្រប់ជ្រុងជ្រោយអត់ទេតុលាចេះនិយាយគ្នាច្បាស់មិនមែនថានេះទេលើកទី1ចុះបញ្ជីដំបូងនេះគឺអត់មានតម្រូវទេប៉ុន្តែនៅពេលដែលចុះបញ្ជីបន្តខាងរដ្ឋបាលសូដីនឹងធ្វើអានឹងជូនតាមក្រោយវិញអញ្ចឹងអានេះតមានការលក់ដូរហើយមួយទៀតបើថាបានចាស់បានដាច់តែដុំអីចុះទៅធ្វើជាលក្ខណៈប្រព័ន្ធឡើងវិញទៅធ្វើអីអាហ្នឹងមិនគាត់មានអានេះនៅរាជធានីភ្នំពេញគឺឥឡូវនេះសូម្បីតែពុនហ្វូននេះបើយើងមើលទៅគឺអត់មានទេលើចាណាទៅខ្ញុំទួលខុសត្រូវវាមានតែប៉ុណ្្នឹងខ្ញុំថាពីមុនមកតម្រូវការគិតគូររបស់យើងគឺត្រឹមប៉ុណ្្នឹងអញ្ចឹងចាំដល់ឥឡូវយកប៉ុណ្្នឹងសិនដើម្បីជំរះនឹងឲ្យចេញបានទាំងអស់នឹងឲ្យចេញណាគឺយើងខ្ញុំនេះបកគលជាសោះទៅឲ្យពន្ធដារហើយយើងខ្ញុំនេះបញ្ចេញបានទៅឲ្យគេតែដល់ពេលចុះបញ្ជីបន្តអាហ្នឹងយើងធ្វើមកសពឲ្យហ្នឹងបាទបំពេញបន្ថែមតាមក្រោយបាទខ្ញុំឯកភាពទាំងស្រុងចំពោះបើមានប៉ុណ្ណឹងទៅរកទៀមទាមិនជាកិច្ចការងារសូយ៉ាដីខ្ញុំថាខ្ញុំចង់បានទិន្នន័យមួយឈ្មោះទីតាំងអីច្បាស់លាស់ត្រឹមត្រូវមកយកទិន្នន័យមកយកពុនទៅអត់ទេកាលពីមុនមកយើងថាឲ្យទៅឲ្យឯកសារមកយើងឲ្យហើយនេះណាក៏ប៉ុន្តែដល់យើងអត់បានយល់គ្នាដល់ស៊ីជម្រៅដល់ថ្ងៃហ្នឹងបានថាខ្ញុំមានតែប៉ុណ្្នឹងទេសុំមកទៀតក៏អត់ដែរអញ្ចឹងណាប៉ុន្តែនៅការវិសញ្ញាSOP នោះធ្វើរឿងអីបានជាដាក់ដល់អញ្ចឹងធ្វើការជាមួយគ្នាដែរតែដំនិយាយទៅគ្រាន់ថានេះយើងទទួលយកដើម្បីដោះស្រាយបញ្ហានៅជាប់គាំងហ្នឹងខ្ញុំគិតថាទៅគ្រាន់ថាបើយើងអត់មាននេះយើង
អត់មានផ្ទៃបំណងបើយើងនិយាយទៅអញ្ចឹងឆ្លៀតឱកាសឲ្យដំឧបខ្ញុំចង់ជាសំណុំពរដែរអញ្ចឹងមានន័យថាអ្វីដែលយើងអាច750000នេះគឺថាយើងមានតែ affidonate ទេអញ្ចឹងមានន័យថាអាការងារបន្តទៅមុខត្រូវឲ្យមានฝรั่งក្បាត់ហ្នឹងឲ្យហើយឲ្យគ្រប់បដ ாய் ទៅដើម្បីកុំឲ្យតែថ្ងៃក្រោយកាលណាបើយើងអត់មានគ្រប់ទេថ្ងៃក្រោយទៅធ្វើឡើងវិញទៀតគឺងាប់ហើយអញ្ចឹងយើងច្បាប់ពន្ធគេយកពន្ធនៅតម្លៃទីផ្សារនៃថ្ងៃលក់ទិញបើរដ្ឋបាលសូរិយដីធ្វើស្លាកក្បាត់ក្បាលដីពេលដែលចុះបញ្ជីអូម៉ា3ឆ្នាំទៀតដីហ្នឹងតទេ3ឆ្នាំទៀតមានសំណងឬក៏សង់ជាខិនដូបើយកស្លាកក្បាត់ក្បាលដីវាមិនខុសអត់ទេយើងចង់និយាយថាដល់អាការពីឥឡូវបច្ចុប្បន្នធ្វើថ្ងៃហ្នឹងអញ្ចឹងថ្ងៃហ្នឹងមានអីត្រូវដាក់ឲ្យគ្រប់ឲ្យហើយ5ឆ្នាំទៀតខ្លាយទៅជាខុនដូចាំធ្វើបច្ចុប្បន្នភាពមកអាហ្នឹងគាត់លក់ទិញចំណុចហ្នឹងហើយដែលខ្ញុំចង់និយាយថាខ្ញុំធ្វើស្លាកក្បាត់ឲ្យគឺនៅពេលដែលខ្ញុំចុះបញ្ជីបន្តគឺថ្ងៃដែលលក់ទិញគឺខ្ញុំធ្វើស្លាកក្បាត់ឲ្យបងចឹងអត់អីទេខ្ញុំឯកភាពថាយកអ្វីយកសិនទៅទុកឲ្យសូរិយាដីទុកឲ្យក្រសួងរៀបចំដែនដីកសាងទិន្នន័យមួយទៅថ្ងៃមុខឲ្យបានច្បាស់លាស់ជាងនេះតែប៉ុណ្្នឹងទេណាឥឡូវដើម្បីបញ្ជាក់ជូនបងដុល្លារឲ្យស្ងប់ចិត្តណាបងឥឡូវបងសុំថែមក៏បានតែខ្ញុំត្រូវទៅចំណាយពេលវាស់វែងឡើងវិញទាំងអស់អញ្ចឹងណាទី1ទី2យើងយកជំរើសវិធានអន្តរកាលទៅខ្ញុំមានអីខ្ញុំឲ្យនឹងទាំងអស់បាទហើយបន្តបន្ទាប់ពេលដែលយើងកែសម្រួលកែតម្រូវទៅមានផ្គុំដីឡើងវិញអីបំបែកក្បាលដីអាហ្នឹងវានៅក្នុង system ហើយនៅក្នុង system ហ្នឹងគឺ system ដែលខ្ញុំនឹងឲ្យអនុញ្ញាតឲ្យបងចូលទៅទៀតបាទជាផ្ទះរបស់បងមួយដែរអញ្ចឹងបាទតែសុំពេលដែរព្រោះការកសាងទិន្នន័យនេះពួកខ្ញុំនេះអស់លទ្ធភាពហើយមែនតើម៉ោងនេះបាទសម្រាប់ម៉ោងនេះគឺគ្នាផឹងប្រែងដុតដៃដុតជើងអស់លទ្ធភាពហើយទៅម៉ោងក្រោយទៀតវានឹងទិន្នន័យនឹងមានសក្តិភាពហើយនឹងបានច្រើនជាងនេះឆ្ងាយបាទ